từ chỉ bạch mà đồng chà dương mưa tới đôi chú có tháo đăng luôn đấy dẹp bạch sọ mà đồng mỏng nơi chấm nói tại chung nước cứ miền thiệp rồi lông đôi sạch như chẳng sớm kếtជំរាបសួរលោកស្រីអ្នកនាងហើយក៏ដូចជាបងស្ត្រីហើយក៏ដូចជាបងប្អូនយុវតីបងបារោះចាជាទីគោរពចានៅក្នុងថ្ងៃនេះចានាងខ្ញុំនឹងមានសំណួរជាច្រើនជំនួសឲ្យបងប្អូនទាំងអស់គ្នាសាកសួរអំពីសម្ផស្សតែម្ដងចាបើនិយាយទៅរឿងសក់របស់នាងខ្ញុំមិនដឹងថាសក់របស់ខ្ញុំស្អាតទេតែបើខ្ញុំអត់ថែបើខ្ញុំអត់ធ្វើក៏អត់បានស្អាតដែរមែនទេបងចាចំណុចដែលពិសេសស្ត្រីនិងបារោះតែងតែបារម្ភគឺបញ្ហាសក់ជ្រុះចាសក់ជ្រុះហ្នឹងគឺនាងខ្ញុំក៏ឃើញបងប្អូនអតិថិជនយើងដែលអញ្ជើញមកធ្វើការពិនិត្យពីគ្រោះញ៉ែតាំងពីធ្វើបទសម្ភាសជាមួយអ្នកនាងយុគកណ្ដាឃើញតែការគ្រប់គ្រងពីសំណាក់អតិថិជនហើយដូចគ្រប់អតិថិជនដែលអញ្ជើញគាត់ថាគាត់សប្បាយចិត្តគាត់គិតថាសាបិទហើយមើលទៅអត់ដឹងថានៅនឹងសោះមានបងប្អូនអតិថិជនគាត់ថាគាត់នៅយូរហើយអត់ទាន់បានធ្វើអីគាត់ចេះតែកក់ចម្រុះគ្រប់ប្រភេទទាំងអស់សាប៊ូតែអត់ត្រូវមួយសាយសក់គាត់ឧទាហរណ៍ថានាងខ្ញុំសូមលើកយកពីបងប្រុសម្នាក់ដែលគាត់មានវ័យ50ឆ្នាំហើយក៏មិនចាតែសាយសក់គាត់ថាគាត់ចេះតែជ្រុះហើយទៅជាបាត់ម្ដុំចាអ្នកនាងកណ្ដាគឺបាត់ក្នុងយើងមើលទៅដូចជ្រុះគាត់ថាអត់ដឹងខ្លួនទេស្រាប់បាត់សក់ម្ដុំមកចាអញ្ចឹងកសែសក់ហ្នឹងគាត់ថាគាត់ប្រើតែសាប៊ូកក់ទូទៅគាត់ដែរបានផលិតទេគាត់កក់គាត់ថាដំបូងគិតថាតិចទេស្រាប់ក្នុងរយៈពេលអត់បាន3ថ្ងៃផងស្រាប់បាត់សក់ឆតដូចផុយហ្មងជ្រុះបាត់ម្ដុំហើយនៅចំណុចដែលជ្រុះហ្នឹងគឺមានភាពរលោងដូចសាច់យើងអញ្ចឹងទៅអត់មានឃើញគល់រោមឬសក់អីគាត់ថាគាត់ស្ទាបទៅអត់មានឃើញទេតើអាហ្នឹងអាចធ្វើឲ្យមានការវិវត្តដុសឡើងវិញបានអត់គាត់មានការបារម្ភមែនតើអញ្ចឹងនាងខ្ញុំក៏ធ្វើការពិនិត្យគាត់ទី1គឺសួរប្រវត្តិពីការប្រើប្រាស់របស់គាត់សិនថាគាត់ប្រើសាប៊ូនិយាយទៅថាចម្រុះប្រហែល4-10មុខចាក្រោយការតាមដាននេះដឹងថានាងខ្ញុំអញ្ចឹងភរិយាគាត់ក៏ណែនាំថាឥឡូវអញ្ចឹងគួរតែមកហើយព្រោះបងស្រីមកវិញហើយអញ្ចឹងអ្វីដែលយើងអាចទប់ស្កាត់នឹងការកែខៃបានគឺយើងអាចប្រើជាផលិតផលដែលនាងខ្ញុំបានបង្ហាញជូនគាត់គឺទី1ណែនាំនៅការមកព្យាបាលជាមួយឧបករណ៍គឺអាចទប់ស្កាត់ជួយឲ្យតសៃសក់រស់ឡើងវិញបានខ្លះដល់ពេលណាតសៃសក់យើងរស់អលាស់និយាយទៅបើថាយើងអត់ថែដោយសន្ទុះអត់ទឹកចឹងចាអញ្ចឹងក៏យើងត្រូវតែថែទាំឲ្យសក់ហ្នឹងនៅលើស្បែកក្បាលយើងថយកម្ដៅព្រោះស្បែកក្បាលគាត់ក្ដៅខ្លាំងមែនតើយើងពេលដែលផលិតទៅលើក្នុងម៉ាស៊ីន analyzer គឺឃើញថាស្បែកក្បាលគាត់ឡើងពណ៌ក្រហមហើយមានសក់ហ្នឹងសរសៃរោមសមិនមែនជារឹសសក់តែម្ដងឬកែវនៅរឹសសក់វាបានផុយដាច់អស់ហើយអញ្ចឹងទៅយើងត្រូវថែទាំមកវិញអញ្ចឹងនាងខ្ញុំក៏ឲ្យគាត់ទី1គឺការព្យាបាលដោយមកប្រើឧបករណ៍នៅហ្នឹងស្អំយើងមាន hydrotherapy ចាសម្រាប់ព្យាបាលទៅលើសក់ចាពេលដែលស្អំទៅគឺជួយឲ្យសក់ផ្ដល់ជាតិសំណើមហើយធ្វើឲ្យសរសៃសក់ហ្នឹងចាប់ផ្ដើមអាចដែលនៅបរិវេណសក់ដែលជុំវិញដែលនៅសេសសល់កាត់បន្ថយកម្ដៅហើយជួយឲ្យសរសៃសក់ហ្នឹងមានការវិវត្តមកវិញបានឲ្យតែសក់ហ្នឹងមានជាតិស្ទាប់ស្បែកមានជាតិសំណើមនៅលើស្បែកក្បាលមិនមែនជាជាតិខ្លាញ់ទេគឺសក់អាចដុសមកវិញបានចាហ្នឹងប្រសិទ្ធភាពនៃការព្យាបាលគឺបែបហ្នឹងអញ្ចឹងយើងត្រូវមានវិធីកែខៃកម្ចាត់មកវិញថាតើប្រភេទសក់បែបណាត្រូវថែបែបណាឲ្យតែថាយើងជួបជាមួយអ្នកជំនាញគឺធ្វើឲ្យសរសៃសក់យើងគឺអាចកែខៃមកវិញបានចាអ្វីដែលបងស្រីបានជម្រាបជូនអង្គលើដោយដែលលោកអ្នកបានទទួលស្ដាប់នេះសតបនៃសរសៃសក់និងស្បែកក្បាលមិនអាចដូចគ្នាបានទេទាមទារឲ្យបងប្អូនទាំងអស់គ្នាអញ្ជើញមកពីគ្រូនិងពិនិត្យដោយផ្ទាល់ពីស្បែកក្បាលនិងសរសៃសក់របស់យើងថាតើគួរថែទាំនឹងការប្រើប្រាស់សាប៊ូប្រភេទណាការព្យាបាលដោយប្រភេទមួយណាដូច្នេះសូមកុំភ្លេចបងប្អូនទាំងអស់គ្នាអាចចា like ជាមួយនឹង page របស់យើងចា Sasa Aesthetic Center របស់យើងហើយក៏ខលមកពីគ្រូជាមុនចាយើងខ្ញុំនឹងផ្ដល់ព័ត៌មានជាបន្តចាអរគុណច្រើនដល់បងស្រីជួបគ្នាឱកាសក្រោយអរគុណដល់លោកអ្នកដែលបានតាមដានស្ដាប់ការសម្ភាសន៍របស់នាងខ្ញុំវត្តមានអ្នកស្រីនីអេកានៅក្នុងមជ្ឈមណ្ឌល Sasa Aesthetic Center ជួបគ្នាជាបន្តនៅក្នុងពេលនេះយើងខ្ញុំទាំងពីរនាក់សូមអរគុណសូមគោរពលា